បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះមកទស្សនាដែលពុននឹងជួបឧបសគ្គនេះការដាំដុះចេញមកហើយក្រិនហើយមានសត្វល្អិតស៊ីតាមពីវានៅតូចពុកម៉ែបងប្អូនចឹងហើយការដាំហ្នឹងយើងអត់បានរៀបចំដីដាំបានស្រួលបួលទៅចាប់មេរោគក្នុងដីសត្វល្អិតក្នុងដីអីចឹងណាពុកម៉ែបងប្អូនហើយឥឡូវនេះដាំដុះបានខ្លះប្រហែលជាអានេះទៅសក់ដុះបានខ្លះប្រហែលជាខ្ទង់ 70% ទេពុកម៉ែបងប្អូនហើយអាឡឹកដូចគ្នាប្រហែលជា 70% អត់បាន 80% 90% ទេពុកម៉ែបងប្អូនពួកអីយើងដាំបត់ពិសោធន៍មុនដំបូងវាជួបឧបសគ្គច្រើនសត្វល្អិតស៊ីក្នុងដីហើយវាបណ្ដាលឲ្យក្រិនដើមក្រិនអីចឹងណាពុកម៉ែបងប្អូនជួនកាលវាស៊ីគល់ស៊ីឬវាលួយងាប់មកងាប់ដើមឥឡូវនេះកូនអាឡឹកហើយឧបសគ្គមួយទៀតតើថ្នាំខុសពុកម៉ែបងប្អូនពុកម៉ែហើយបទពិសោធន៍ថ្មីទាំងស្រុងហ្មងពុកម៉ែបងប្អូននេះបាញ់ថ្នាំខុសប្រតិកម្មថ្នាំឡើងជួមស្លឹកអញ្ចឹងប៉ុន្តែអត់បញ្ហាអីទេយើងអាចប្រើថ្នាំថែមវាអាចល្អដូចដើមវិញអញ្ចឹងណាពុកម៉ែបងប្អូននេះយើងប្រើថ្នាំកែលម្អវាវិញមកបានល្អវិញដូចដើមវិញរួមតែឧបសគ្គវាមានច្រើននិយាយចំទៅកើស៊ីតែពេលយើងរកថ្នាំបានអីបានហើយថ្នាំក៏យើងមិនចេះប្រើផ្ដេសផ្ដាស់យើងប្រើត្រូវលក្ខណៈត្រឹមត្រូវបើយើងប្រើផ្ដេសផ្ដាស់វាដំណាំយើងអាចខូចពុកម៉ែបងប្អូនហើយជួបប្រទេសហើយរឿងបាញ់ថ្នាំខុសអីឥឡូវពុនចាប់ដើមមកហូបបាយហើយរៀងហេវចាប់ដើមប្រពធីសាសដាំថ្មីដាំតលដីអត់បានលទ្ធផលអញ្ចឹងភាសាមួយបងថារលីពិធីសាសដាំថ្មីឥឡូវចាប់ដាំដាក់ជុងដាំចូលមកវគ្គនេះសាកលបងឯងតែសាកលបងចូល5-6,000 កូនណាពុកម៉ែបងប្អូនហើយវាចូល70ជុងមួយជុងវាមាន60កូន